ចាលឺសូតែសលេងទៅហឹងអើងកងរបស់បងប្អូនកីឡាករចំណុះទូករបស់យើងក៏បាទស្រែកឡើងទៅហឹងចឹងហើយនាងខ្ញុំដើម្បីឲ្យឈ្នះគាត់មានតែស្រែកនិយាយទៅស្រែកបើស្រាប់ខ្លួនឯងអត់បានហូបភ្លេចគិតតែខ្លួនឯងស្រែកដាក់មីក្រូបាទដល់ពេលយើងប្រឹងស្រែកដល់ពេលចប់ទៅចប់ទៅអញក៏បានបាទបាទឥឡូវយើងបន្តទស្សនាគូជាបន្តបាទដួងសូរិយាបុប្ផាស្ទឹងសែនបារមិចក្តីដូងទើបតែឈ្នះថ្មីជើងឯកនៅកំពង់ធំបាទទូកនេះទទួលបានការឧបត្ថម្ភពីឯកឧត្តមពួកអនុរដ្ឋមន្ត្រីបាទវង្សសីវិសុទ្ធបាទរដ្ឋមន្ត្រីប្រចាំការបាទអូអធិស្ឋានបាទ137ទេបាទ137យុទ្ធវង្សសែនជ័យបងបាទយុទ្ធវង្សសែនជ័យជប់ប៉ុន្តែអាដាមនេះអាដាមសនីវង្សពិសេសបាទព្រៃវែងចាឯកឧត្តមនេះអាដាមសនីវង្សពិសេសលោកឧបត្ថម្ភយុទ្ធវង្សសែនជ័យយុទ្ធវង្សសែនជ័យនឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ឥឡូវមកប៉ះជាមួយនឹងវិមាន7មករាយ៉ាងណាយ៉ាងណីហើយបាទវិមាន7មករាល្អចាឯកឧត្តមនេះអាដាមសនីវង្សពិសេសផ្សាយទឹកខាងក្នុងចាគឺទុកយុទ្ធវង្សសែនជ័យមកប៉ះជាមួយនឹងវិមាន7មករារបស់ឯកឧត្តមជាសភារាឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្របាទចាជាមួយនឹងឯកឧត្តមនេះអាដាមសនីវង្សពិសេសបាទគណៈវិជាការកងយុទ្ធវង្សខេមរៈភូមិន្ទបាទឥឡូវចាញ់ហើយអាដាមពាក់កណ្ដាលទូវិមាន7មករាលឿនណាស់បាទមាន2មករាល្បីល្បាញណាទូនេះចុងចវាពណ៌សរៀបរយចាជាមួយនឹងក្បោកបាញ់រចនាទូកលើកសុខភាពស្រស់តឡែតបាទឆ្ងាញ់អ្នកឈរក្បាលទូកអត់មានអង្គើអីបន្តិចអត់មានអង្គើទេបាទអញ្ចឹងបានន័យថាលបឿនវាអត់ឆោតអត់អាលាក់អញ្ចឹងអត់សកត់ជ្រៅអត់រាក់អញ្ចឹងលឿនហើយលឿនផ្ទៃទឹកបាទទូកវែងហើយពីបន្តបាទ142ខ្សែទឹកខាងក្នុងសៀសែនជ័យបារមីដូចជាបាទជាមួយនឹងវិមាន7មករាបាទអញ្ចឹងខ្សែទឹកខាងបាទខាងក្នុងបាទជាអ្នកទទួលបានជ័យជំនះគឺសៀសែនជ័យបារមីដូចជាបាទគូទី142ក៏គីកិតនឹងគូទី141ដែរខ្សែទឹកខាងក្នុងវិមាន7មករាបាទទទួលបានការឧបត្ថម្ភពីអាដាមជាសុផារ៉ាចំណែកខ្សែទឹកខាងក្រៅសៀសែនជ័យបារមីដូចជាបាទមកដល់ទីព្រ័ត្រខ្សែទឹកខាងក្រៅលឿនណាស់ណាបាទគូទី143ក៏បង្ហាញហ៊ុនសែនប្រធានព្រឹទ្ធសភាបាទទទួលបានតាឧបត្ថម្ភចំនួន40,000រៀលចាឥឡូវនេះគូទី78មកតាមលេខរៀងធម្មតាចាមកតាមលេខរៀងធម្មតាឧត្តមទួល3បារមីពិជ័យចេស្តារបស់ព្រះគ្រូចៅអធិការវត្តព្រំឧត្តមទួល3ចាមកពីខាងរាជបាយកងមាសកំពង់ចាមខ្សែទឹកខាងក្នុងខ្សែទឹកខាងក្រៅវិមាន7មករារបស់ឯកឧត្តមចាជាសភារាចាទូកនេះខ្លាំងណាស់បងទូកនេះចាវិមាន7មករានេះតាំងពីបណ្ណាំងមកគឺថាឈ្នះភាគច្រើនបាទឈ្នះភាគច្រើនបាទឈ្នះភាគច្រើនឥឡូវហ្នឹងប៉ុន្តែឥឡូវហ្នឹងហាក់ដូចជាចាញ់បងវិញបាទចាញ់បងតែចាញ់ទិញទួយទេបាទចាញ់ទិញទួយប៉ុន្តែមកដល់កំពាន់ទី2នេះគឺចាប់ដើមចាក់យោងទាំងពីរតែម្ដងទាំងក្នុងទាំងក្រៅចាឯគូបន្ទាប់នេះគឺគូទី80ទេបងប្អូនសូមជម្រាបជូនថាប្តីសែនជ័យបារមីជំទាវម៉ៅរបស់ឯកឧត្តមម៉ាងស៊ីណេតនិងលោកជំទាវគឹមសុភ័ក្រម៉ាងស៊ីណេតចាឯខ្សែទឹកខាងក្រៅខៀវតីអាតអណ្ដាតក្រហមរបស់គ្រូចៅអធិការវត្តជើងឯកអញ្ចឹងសូមជម្រាបជូនគូទី78បាទគូទី78យើងឃើញហើយវាមាន7មករាវាមាន7មករាកំពុងតែនាំមុខហើយបាទទៅលើបាទឧត្តមទួល3បារមីវិជ័យសេនាខេត្តកំពង់ចាមបាទឡើងហើយបាទឈ្នះហើយបាទឈ្នះវាមាន7មករាហើយទូគូទី78 79 80មកបណ្ដាក់គ្នាចាមកបណ្ដាក់គ្នាតែម្ដងដូច្នេះសូមអនុញ្ញាតជម្រាបជូនថាឧត្តមទួល3បារមីពិជ័យចេស្តារបស់ព្រះគ្រូចៅអធិការវត្តព្រំឧត្តមទួល3ចាខ្សែទៅខាងក្រៅវិញម្ដងហើយជាមួយនឹងវាមាន7មករាយ៉ាងណាយ៉ាងណីជាមួយនឹងឯកឧត្តមជាសភារាបាទឥឡូវនេះយើងឃើញហើយលបឿនគឺខាងក្រៅបាទនាំមុខបន្តិចតួចទេបាទឧត្តមទួល3បារមីពិជ័យចេស្តារបស់ប្រជាអធិការវត្តបាទឧត្តមទួល2អញ្ចឹងណាទួលដីហើយបង
ឧត្តមទួល3បារមីបច្ចេកចេស្តាបងចិត្តខាម្ដងរួចហើយការបញ្ជើញទី1មិនខុសផងចាឥឡូវនាំមកបន្តិចតួចទេខណៈដែលវាមាន7មករាការបញ្ជើញទី1របស់អាយដាមជាសភារាហ្នឹងគឺទទួលបានជ័យជំនះឥឡូវដកហើយប៉ុន្តែដកនេះក៏ដូចទន្ទឹមគ្នាដែរណាខាងក្រៅក៏គាត់ឡើងខាងក្នុងក៏គាត់ឡើងដែរបាទរងចាំតែមើលស្គរជ័យក៏អាចនិយាយបានថាដកហើយនេះចាឥឡូវយើងចាំផ្ទៀងផ្ទាត់ទាំងអស់គ្នាបាទបងប្អូនពុកម៉ែបងប្អូនដែលកំពុងទស្សនាតាមការផ្សាយផ្ទាល់ណែឡើងហើយអើយទុកផ្លាត់ខនេះជូនគណៈកម្មការ